តែអ្នកធ្លាប់បានឃើញម៉ាស៊ីនដ៏ធំសម្បើមដែលមានកម្លាំងខ្លាំងក្លានិងស៊ីប្រេងអ៊ីនធឺណិតច្រើនបំផុតនៅលើភពផែនដីដែរឬទេម៉ាស៊ីននេះគឺជា Wärtsilä Soldier RTA 96C ឬត្រូវបានគេស្គាល់ថាជា 14ART ដែលជាម៉ាស៊ីននាវាដ៏ធំជាងគេបំផុតក្នុងលោកម៉ាស៊ីន RT14 នេះមិនមែនជាម៉ាស៊ីនធម្មតានោះទេវាមានទំហំធំដូចជាអគារ4ជាន់ហើយមានទម្ងន់ប្រហែល 2600 តោនម៉ាស៊ីនដ៏មហិមានេះត្រូវបានគេរចនាឡើងដើម្បីផ្ដល់នូវកម្លាំងរហូតដល់100,000 សេសឬ horsepower ការប្រើប្រាស់ប្រេងឥន្ធនៈវាប្រើប្រាស់ប្រេងឥន្ធនៈធ្ងន់ heavy fuel oil និងឧស្ម័នធម្មជាតិរាវ liquefied natural gas ប្រសិទ្ធភាពក្នុង1ម៉ោងវាស៊ីប្រេងឥន្ធនៈជិត 22,000 ផោនជិត10តោនប៉ុន្តែវាបំពេញតាមស្តង់ដារបរិស្ថានដ៏តឹងរ៉ឹងបំផុតរបស់ពិភពលោកកោតតម្លឹងម៉ាស៊ីនយក្សនេះគឺជាស្នាដៃវិស្វកម្មដ៏អស្ចារ្យមួយម៉ាស៊ីនទាំងមូលត្រូវដឹកជញ្ជូនជា4ផ្នែកធំៗហើយត្រូវបានផ្គុំនៅឯទីតាំងសាងសង់ដោយកម្មករជំនាញជិត100នាក់ដោយប្រើប្រាស់ស្ទូដធំគ្រប់ប៊ូឡុងនិងស្នាមផ្សារដែកទាំងអស់ត្រូវទាមទារនូវភាពជាក់លាក់ដាច់ខាតចំណុចសំខាន់ចុងក្រោយគឺកង្ហារដែលភ្ជាប់នឹងម៉ាស៊ីននេះវាមានទំហំទទឹងដល់ទៅ33 ភានហើយត្រូវបានរចនាឡើងនៅប្រទេសអ៊ីតាលីនិងផលិតដោយការចាក់ដែកនៅប្រទេសអាល្លឺម៉ង់ស្លាបកង្ហារត្រូវបានកែតម្រូវយ៉ាងល្អិតល្អន់ដើម្បីទទួលបានតុល្យភាពនិងថាមពលដ៏ល្អឥតឃ្លានកង្ហារតែមួយនេះឯងក៏មានតម្លៃប្រហែល$6 លានទៅហើយម៉ាស៊ីន RTA14 នេះគឺជាបច្ចេកវិទ្យាដ៏កំពូលដែលជួយជំរុញនាវាដឹកជញ្ជូនធំៗឆ្លងកាត់មហាសមុទ្រទូទាំងពិភពលោក